លោកអ្នកនាងជាទីមេត្រីយុវជនគណៈបកសង្គ្រោះជាតិទាំងអស់ដែលជាប់ចោទពីបទប្រើអំពើហិង្សាលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យគ្រងចូលខ្លួននៅក្នុងសវនាការនៃតុលាការក្រុងភ្នំពេញនៅថ្ងៃទី25ខែធ្នូខាងមុខកាលពីម្សិលមិញលោកមេធាវីជួងជងីឲ្យដឹងថាកូនក្តីរបស់លោកជាយុវជនដែលកំពុងស្ថិតនៅក្រៅឃុំត្រូវតុលាការចេញដីកាកោះហៅកាលពីថ្ងៃទី12ខែធ្នូប៉ុន្តែអ្នកខ្លះទើបទទួលបាននៅថ្ងៃទី14និងទី15ហើយអ្នកខ្លះមិនទាន់ទទួលបាននៅឡើយកូនក្តីលោកទាំងអស់មាន6នាក់ក្នុងនោះនៅខាងក្រៅឃុំមានលោកអានបឋមលោកសានសីហៈលោកសានកំហេងនិងអ្នកកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃសរផ្សេងទៀតដែលរួមមានលោកទេពណារិនលោកអុកពេជ្រសំណាងនិងលោកមីសវណ្ណារាអ្នកទាំងនោះនឹងត្រូវចូលរួមសវនាការក្នុងថ្ងៃតែមួយលោកសានកំហេងថ្លែងនៅថ្ងៃទី15ខែធ្នូក្រោយទទួលបានដីកាភ្លាមៗថាលោកមិនរុញរាក្នុងការចូលរួមសវនាការនៅថ្ងៃទី25ខែធ្នូខាងមុខនេះឡើយខ្ញុំគិតថាខ្ញុំរូបខ្លួនឯងមានកំហុសឆ្គងអ្វីមិនត្រូវគេខ្លួនទេបាទតែប៉ុន្តែរូបខ្ញុំបានកាលវេលាដំបូងនៃការធ្វើបាតកម្មនោះមានការបដិសេធតែខ្ញុំគ្រាន់តែការពីខ្លួននេះបន្ទាប់មកក៏ទទួលរងគ្រោះដោយការវាយហើយខ្ញុំក៏គ្រោះថ្នាក់ហើយក៏ត្រូវគាត់ជិះបញ្ជូនទៅពេទ្យអង្គការលីកាដូតាំងពីមុនដំបូងចាប់តាមកើតផ្ទុះរឿងហ្នឹងយុវជនគណៈបកសង្គ្រោះជាតិត្រូវបានតុលាការចោទប្រកាន់ដូចគ្នាពាក់ព័ន្ធទៅនឹងការបង្កអំពើហិង្សានិងការប្រឆាំងទួនាទីរបស់មន្ត្រីសាធារណៈនៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី15ខែកក្កដា